ស្វាយចន្ទីគឺជាដំណាំដ៏សំខាន់មួយសម្រាប់កសិករខ្នាតតូចប៉ុន្តែឥឡូវនេះការកើនឡើងនៅសីតុណ្ហភាពនិងលំនាំទឹកភ្លៀងមិនទៀងទាត់កំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគាត់បម្រែបម្រួលអាកាសធាតុបានបង្កឲ្យទិន្នផលធ្លាក់ចុះយ៉ាងគំហុករីឯការប្រើធាតុចូលគីមីកាន់តែមានតម្លៃថ្លៃបង្កផលប៉ះពាល់ដល់សុខភាពមនុស្សបង្កើនការសឹករិចរិលដីនិងព្រមទាំងធ្វើឲ្យថ្លៃដើមផលិតកម្មកាន់តែខ្ពស់ដែលកសិករពិបាកទទួលបានផលចំណេញសម្រាប់ខ្ញុំប្រើចន្ទីសេរីរាំងនេះជួយឲ្យកាត់បន្ថយការចំណាយរយៈពេលវែងបើប្រៀបធៀបនឹងតម្លៃចន្ទីសេរីរាំងបានថ្លៃខ្ពស់ជាងចន្ទីធម្មតានឹងមិនប៉ះពាល់សុខភាពអ្នកដាំហើយនិងអ្នកទិញកសិករមុនពេលទទួលបានសញ្ញាបត្រសេរីរាង្គទី1ចំការរបស់គាត់ត្រូវមិនធ្លាប់ប្រើប្រាស់ថេគីមីហាមឃាត់រយៈពេល3ឆ្នាំបន្ទាប់ពីនឹងហើយគឺត្រូវមានអ្នកជំនាញបច្ចេកទេសគាត់ចុះទៅវាតម្លៃបន្ថែមទៀតតើចំការរបស់គាត់ពិតជាមិនធ្លាប់ប្រើប្រាស់សារធាតុគីមីហើយចំការហ្នឹងគឺពិតជាសុវត្ថិភាពដែលអាចចូលក្នុងស្តង់ដារសេរីរាង្គបានអត់បន្ទាប់ពីគាត់បានគេសន្និដ្ឋានថាចំការគាត់បានចូលក្នុងស្តង់ដារសេរីរាង្គហើយគាត់អ្នកដែលជាកសិករគាត់ត្រូវទទួលវគ្គប្រវត្តិមួយគេថាវគ្គបណ្ដុះស្ដីអំពីស្តង់ដារកសិកម្មសេរីរាង្គតើស្អីខ្លះដែលគេហាមមិនឲ្យប្រើស្អីខ្លះគេឲ្យប្រើពេលដែលយើងធ្វើកសិកម្មសេរីរាង្គយើងមិនអនុញ្ញាតឲ្យគាត់ប្រើប្រាស់ថ្នាំសម្រាប់សត្វល្អិតមិនអនុញ្ញាតឲ្យគាត់ប្រើប្រាស់ថ្នាំកម្ចាត់ផ្សិតជាប្រភេទគីមីណាហើយនឹងពពួកជីគីមីបំពន់ផ្សេងៗឬក៏ពួកអរម៉ូនផ្សេងៗក្នុងការជំរុញឲ្យផលិតផលគាត់ហ្នឹងបានច្រើនប៉ុណ្ណឹងទេអញ្ចឹងនៅក្នុងស្តង់ដារកសិកម្មសេរីរាង្គមិនមែនថាកសិករគាត់អាចធ្វើបានទេហើយក៏មិនពិបាកខ្លាំងពេកដែរអ្វីដែលសំខាន់គឺគាត់ធ្វើម៉េចគាត់ចង់ថាគាត់យល់ថាកសិកម្មសេរីរាង្គមានប្រយោជន៍កម្រិតណាសម្រាប់ពួកគាត់ហើយមានទីផ្សារល្អអត់ប្រព័ន្ធទំនើបនៅក្នុងគឺចាំបាច់ពិសេសមួយទៀតគឺប្រព័ន្ធទំនើបនោះអាចរកឃើញថាតើកសិករណាមួយអនុវត្តខុសនៅពេលដែលយកផលិតផលទៅលក់នៅក្រៅប្រទេសវត្តខុសការដាក់បទដ្ឋានស្តង់ដារធំគឺក្នុងករណីគាត់ប្រើប្រាស់សារធាតុគីមីយើងត្រូវដកគាត់ឲ្យមកជាកសិករធម្មតាឡើងវិញគាត់ធ្វើអាហ្នឹង3ឆ្នាំក្រោយបានចូលបានម្ដងទៀតសម្រាប់ខាងនៅព្រះវិហារយើងធ្វើ3កម្រិតហ្នឹងទៅផ្ទាល់ហ្នឹងអញ្ចឹងសុពលភាពនៃ CK តែ1ឆ្នាំទេហេកបានជួយប្រឡោះនឹងច្រើនដូចថាសមត្ថស្មូលឲ្យមានការធ្វើបច្ចុប្បន្នភាពនៃឯកសារទំនើបទីក្នុងធ្វើបច្ចុប្បន្នភាពលើសភៅកត់ត្រាអីផ្សេងៗសម្រាប់កសិករហ្នឹងបាទហើយមួយទៀតគឺហេកបានជួយសមត្ថស្មូលខ្លាំងតាក់ទងទៅលើផ្នែកទិញលក់ផលិតផលរវាងក្រុមហ៊ុនជាមួយនឹងសហគមន៍សម្រាប់សង្ឃដែរគេចុះនៅក្នុងរដូវចឹងបានន័យថានៅកំពង់ផ្កាកំពង់អីដែលបើយើងនិយាយក្នុងបច្ចេកទេសក្នុងស្តង់ដារហានិភ័យជាងគេក្នុងកំឡុងពេលផ្កាកំឡុងពេលប្រមូលផលហ្នឹងហើយដែលមានការកតាបំផ្លាញនឹងច្រើនទៅស្ថាប័នគេចុះមកមានតម្លៃខ្លះហ្នឹងងាយនឹងដឹងទៅពេលដែលកសិករគាត់បាញ់ថ្នាំអីគេចាប់បានភ្លាមព្រោះគេអ្នកជំនាញគេចុះមកអញ្ចឹងគេអត់ចុះក្នុងដំណាក់កាលលូតលាស់ទេចុះក្នុងដំណាក់កាលចេញផ្លែចេញផ្កាប៉ុន្តែសម្រាប់សង្ឃដាគេអាចចុះបានគ្រប់ពេលវេលាសម្រាប់ខ្ញុំជាអ្នកជំនាញខាងផ្នែកស្តង់ដារសេរីរាង្គខ្ញុំគិតថាទៅមុខទៀតមានកសិករច្រើនទៀតគាត់នឹង apply យកស្តង់ដារសេរីរាង្គហ្នឹងសម្រាប់យើងអត់គិតថាយើងផលិតដើម្បីលក់ទៅក្នុងស្រុកទេយើងគោលដៅគឺនាំទៅអឺរ៉ុបទៅអាមេរិកឬក៏ទៅតំបន់ប្រទេសដែលទំនើបអញ្ចឹងនៅពេលដែលយើងនាំទៅស្រុកគេទាមទាររឿងស្តង់ដារហ្នឹងចាំបាច់ការដាំដុះរបស់កសិករយកស្តង់ដារអីក៏ដោយគឺអាស្រ័យលើទីផ្សារថាទីផ្សារគាត់តម្រូវការអីអញ្ចឹងនៅពេលដែលគេជាអ្នកទិញគេទាមទារយកស្តង់ដារបែបសេរីរាង្គអ្នកដាំដុះគឺត្រូវទៅតាមស្តង់ដារសេរីរាង្គហើយបាទអញ្ចឹងសម្រាប់ការនាំចេញគឺទាមទារចាំបាច់កន្លែងហ្នឹងការអនុវត្តកសិកម្មបែបសេរីរាង្គគឺជារឿងដែលស្មុគស្មាញហើយនឹងជារឿងដែលលំបាកប៉ុន្តែទោះបីយ៉ាងណាក៏ដោយហេតុនៅតែបន្តជំរុញជួយកសិករក្នុងការអនុវត្តកសិកម្មបែបសេរីរាង្គនេះដោយសារតែវាអាចជួយកសិករក្នុងអាចនាំស្វាយចន្ទីនៅលក់ទៅក្នុងទីផ្សារអឺរ៉ុបឬក៏ទីផ្សារនៅសហរដ្ឋអាមេរិកបានដែលធានានៅសុវត្ថិភាពសម្រាប់ចំណីអាហារបច្ចេកទេស Ecology នេះវាធន់នឹងការបម្រែបម្រួលអាកាសធាតុកាត់បន្ថយការចំណាយទៅលើធាតុចូលកសិកម្មដែលមិនចាំបាច់ហើយនឹងបានរក្សាបាននៅទិន្នផលនៅពេលដែលមានការបំផ្លិចបំផ្លាញដោយការផ្លាស់ប្ដូរអាកាសធាតុ ញ
យើងនៅក្នុងឆ្នាំ2023គឺយើងមានបញ្ហាទីផ្សារគឺយើងប្រមូលផលបានចំនួន6តោនស្ងួតប៉ុន្តែយើងលក់ចន្ទីអត់ចេញគឺយើងគាំងនៅក្នុងឃ្លាំងចានៅឆ្នាំ2024គឺបានការសម្របសម្រួលពីអង្គការ HEC ធ្វើឲ្យយើងប្រមូលផលស្វាយចន្ទីបានដល់ទៅ200តោនចាដល់2025នេះគឺយើងប្រមូលបាន50តោនជាងជិត60តោន HEC ក៏ជួយសម្របសម្រួលដឹកនាំសហគមន៍ទៅចរចាតម្លៃជាមួយនឹងក្រុមហ៊ុនមីរ៉ាត់ជាមួយនឹងប្រធានមន្ត្រីហើយយើងបានចុះកិច្ចកងត្រាសញ្ញេហើយមន្ត្រីកសិកម្មខេត្តដឹងឮហើយបន្ទាប់ពីអង្គការ HEC ដែលគិតបានបញ្ចប់អាណត្តិជួយដល់សហគមន៍យើងនេះទៅគឺសហគមន៍ខ្ញុំបដិញ្ញាចិត្តថានឹងខំពង្រឹងខ្លួនឯងដើម្បីថាដឹកនាំសហគមន៍នេះបន្តទៅមុខទៀតដើម្បីអនុវត្តចន្ទីសរីរាង្គព្រោះអីថាយើងបានស្គាល់ទីផ្សារដែលអង្គការ HEC គិតជួយសម្របសម្រួលសហគមន៍នឹងខំប្រឹងប្រែងដើម្បីអនុវត្តបន្តមិនឲ្យបាត់ទេ